បាទពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ពុកម៉ែបងប្អូនក្រោយប្រជាពលរដ្ឋរកឃើញសាកសពតែត្រូវបានគេកាត់ច្រកក្នុងថង់ជាច្រើនកំណាត់ក្រោយពីសត្វសុនខៈបានអូសចេញពីក្នុងព្រៃមានធំក្លិនស្អុយទើបដឹងថាជាសាកសពបាទបងប្អូនគឺស្ដាប់ហើយគឺព្រឺព្រួចមែនតែនក្រោយពីអំពើឃាតកម្មដ៏សាហាវយង់ខ្នងមួយគឺកាប់មនុស្សច្រកចូលទៅក្នុងថង់ខ្មៅហើយយកបោះចោលបងប្អូនចង់ដឹងព័ត៌មានណាសូមកុំភ្លេចជួយ Subscribe Channel ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សច្រកស្បោងខ្មៅជាច្រើនកំណាត់ជាសាកសពមនុស្ស2នាក់ដោយមានក្លិនស្អុយត្រូវបានសត្វសុនខៈអូសចេញពីព្រៃបង្កការភ្ញាក់ផ្អើលកម្លាំងជំនាញចុះកាលពីថ្ងៃទី3ខែកក្កដាឆ្នាំ2026នៅចំណុចព្រៃក្បែរផ្លូវខាងកើតភូមិមណ្ដងមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថានៅមុនពេលដែលប្រទះឃើញសាកសពនោះគឺត្រូវបានសត្វសុនខៈអូសបោងពណ៌ខ្មៅចេញពីក្នុងព្រៃហើយមានធំក្លិនស្អុយក៏ដើរទៅមើលឃើញសាកសពជាច្រើនកំណាត់ដោយឡែកមានក្បាល2កំណាត់និងកំណាត់ដៃកំណាត់ជើងនិងកំណាត់ដងខ្លួនផ្សេងទៀតកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2026ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថាតាមការពិនិត្យគឺសាកសពមនុស្សចំនួន2នាក់ជាបុរសទាំង2នាក់ដែលមានសម្បុរសមានស្នាមសាក់លើដងខ្លួនអាចជាសពជនបរទេសដែលត្រូវបានឃាតករសម្លាប់កាត់ជាកង់រួចច្រកក្នុងស្បោងខ្មៅហើយយកទៅបោះចោលក្នុងព្រៃអាចមានរយៈពេលចន្លោះពី3ទៅ4ថ្ងៃទើបមានក្លិនស្អុយបែបនេះប្រភពប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាក្រោយពេលដែលប្រជាពលរដ្ឋបន្ទះឃើញសាកសពមនុស្សជាច្រើនកំណាត់ត្រូវបានច្រកក្នុងថង់ខ្មៅយកមកបោះចោលហើយត្រូវសត្វសុនខៈអូសចេញពីព្រៃទើបដឹងហើយក៏រាយការណ៍ជូនអាជ្ញាធរព្រមទាំងសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកោសលវិច័យអស់រយៈពេល2ថ្ងៃមកហើយគឺចាប់តាំងពីថ្ងៃទី3ខែកក្កដាឆ្នាំ2026ដែលកម្លាំងជំនាញខេត្តនិងក្រុងប៉ោយប៉ែតចុះទៅពិនិត្យពាក់ព័ន្ធនឹងការប្រទះឃើញសាកសពមនុស្សជាច្រើនកំណាត់ដែលសត្វសុនខៈអូសចេញពីព្រៃនេះអ្នកសារព័ត៌មានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដែរតែមិនទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយទេតែដឹងថាជាករណីប្រជាពលរដ្ឋប្រទះឃើញសាកសពច្រើនកំណាត់ច្រកក្នុងថង់ខ្មៅហើយត្រូវសត្វសុនខៈអូសចេញពីព្រៃពិតប្រាកដមែនបាទលោកស្រីអ្នកនាងកញ្ញាក្រោយស្ដាប់ព័ត៌មាននេះហើយគឺមានអារម្មណ៍ថាព្រឺព្រួចមែនតើបងប្អូនណាបាទអញ្ចឹងគឺមិនដឹងថាជាគំនុំឬក៏ជាការរកស៊ីឬក៏ជាទំនាស់អីទេដល់ថ្នាក់កាត់មនុស្សដាច់ជាកង់ហើយយកទៅច្រកនៅក្នុងថង់យកទៅបោះចោលគឺយើងគិតមើលទៅគឺមនុស្សកាន់តែសាហាវទៅមែនតើបងប្អូនណាអញ្ចឹងហើយសូមមេត្តាប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅណាមកណាក៏ដូចជាការរាប់អានចំពោះមនុស្សដែលទៅនឹងស្គាល់គ្នាឬការរកស៊ីអីផ្សេងសូមមេត្តាប្រុងប្រយ័ត្នបងប្អូនត្បិតមនុស្សឥឡូវគឺសាហាវណាស់មានខ្លះសម្រាប់ដាក់ក្នុងទូទឹកកកសិតតែជាអ្នកស្គាល់គ្នាហើយអ្នកខ្លះសម្រាប់ដាក់ក្នុងវ៉ាលីអ្នកខ្លះសម្រាប់ច្រកថង់កាត់ជាកង់សម្រាប់តម្លាក់ចូលក្នុងទឹកគឺយើងឃើញព័ត៌មានជាច្រើនហើយយើងស្ដាប់មើលទៅគឺគួរឲ្យភ័យខ្លាចមែនទែនគឺឲ្យញញើតញាក់សាច់ដែលយើងអ្នកខ្លះសំបីតែមន់សំបីតែទាសំបីតែសត្វយើងអត់ហ៊ានសម្លាប់ផងតែមនុស្សអាចសម្លាប់មនុស្សបានដោយព្រោះតែកំហឹងបងប្អូនបាទអញ្ចឹងសូមឲ្យបងប្អូនទៅណាមកណាសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំទុកចិត្តគេខ្លាំងពេកកុំជឿជាក់គេខ្លាំងពេកស្គាល់គេច្បាស់ហើយពិសេសគឺបងប្អូនមិត្តនារីបាទកុំសូវបថុយណាកុំសូវបថុយព្រោះជីវិតមិនអាចវិលល្ងាចទេទៅណាមកណាឲ្យមានគ្នាមានមិត្តភ័ក្តិឲ្យមានដំណឹងប្រាប់គ្រួសារថាទៅជាមួយអ្នកណាទីណាកន្លែងណាដើម្បីដែលពេលដែលយើងបាត់ទំនាក់ទំនងទៅគេអាចទៅស្វែងរកយើងឃើញអាចទៅតាក់ទងយើងបានអញ្ចឹងណាបងប្អូនហើយតន់ភាពការកុំឲ្យទៅណាព្យាយាមលួចទៅបាត់ដំណឹងប្រពន្ធកូនក៏រកមិនឃើញសាច់ញាតិក៏រកមិនឃើញ
គឺអត់ល្អទេដោយក្នុងករណីទាំងអស់នេះគឺសិតតែជាមេរៀនដែលឲ្យយើងពិចារណាថាមនុស្សមិនអាចទុកចិត្តបានទេមនុស្សមិនអាចមើលតែសម្បកក្រៅបានទេគឺកាចសាហាវខ្លាំងណាស់បងប្អូនឃើញចាស់ហើយសម្រាប់កាត់ជាកង់ញ័រសាច់